process សំខាន់របស់សម្ដេចធិបតីហ៊ុនម៉ាណែតបញ្ហាព្រំដែនគឺជាបញ្ហាស្មុគស្មាញដែលបានបន្សល់ទុករាប់រយឆ្នាំមកហើយដែលយើងត្រូវរួមគ្នាដោះស្រាយដើម្បីប្រជាពលរដ្ឋនៃប្រទេសទាំងពីរអាចរស់នៅជាមួយគ្នាតាមបណ្ដោយព្រំដែនដោយសុខសាន្តក្នុងរយៈពេលវែងទៅខាងមុខកម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍មិនរំលោភបំពានលើដែនអធិបតេយ្យនិងបូរណភាពទឹកដីរបស់ប្រទេសជិតខាងនោះទេប៉ុន្តែកម្ពុជាក៏មិនយល់ព្រមឲ្យមានការរំលោភបំពានលើដែនអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជានោះដែរការវាស់វែងនឹងបោះបង្គោលបណ្ដោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ42ដល់47និងលេខ52ដល់59នៅពេលនេះគឺជាការបន្តអនុវត្តការងារជាជំហានដើម្បីឈានទៅដល់ការខ័ណ្ឌសីមាលើដីជាក់ស្ដែងការវាស់វែងនឹងបោះបង្គោលព្រំដែនបណ្ដោះអាសន្ននេះគឺជាវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហារយៈពេលវែងដោយសន្តិវិធីដើម្បីឈានទៅបញ្ចប់ជម្លោះនិងបង្កលក្ខណៈឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ព្រំដែនដែលមានបញ្ហាអាចបានទទួលសេចក្តីសុខនិងបន្តជីវភាពរស់នៅជាប្រក្រតីឡើងវិញព្រមទាំងធានាបាននូវការការពារដាច់ខាតនៅអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជារាជរដ្ឋាភិបាលកម្ពុជានិងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC កម្ពុជាដែលជានិច្ចកាលតែប្រកាន់ខ្ជាប់នៅមនសិការវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់បំផុតដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំជាពិសេសការការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិដោយប្រកាន់ខ្ជាប់នៅការគោរពច្បាប់អន្តរជាតិគោរពគោលការណ៍ព្រំដែនមិនកែប្រែនិងខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនរវាងឥណ្ឌូចិនសៀមគោលដៅចម្បងគឺដើម្បីកំណត់នៅការខ័ណ្ឌសីមាលើដីជាក់ស្ដែងដែលបញ្ជាក់អំពីខ្សែព្រំដែនមួយដែលត្រឹមត្រូវនិងច្បាស់លាស់រវាងប្រទេសកម្ពុជានិងថៃដោយផ្អែកលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំងនិងច្បាប់អន្តរជាតិការវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ42ដល់47និងលេខ52ដល់59មិនមែនជាការងារដែលចាប់ផ្ដើមថ្មីទាំងស្រុងនោះទេប៉ុន្តែជាការងារបច្ចេកទេសដែលបន្តពីអ្វីដែលក្រុមការងារបច្ចេកទេសព្រំដែននៃប្រទេសទាំងពីរបានរួមគ្នាធ្វើជិត20ឆ្នាំមកហើយការវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ42ដល់47និងលេខ52ដល់59នៅពេលនេះគឺជាការបន្តអនុវត្តការងារជាជំហានដើម្បីឈានទៅដល់ការខ័ណ្ឌសីមាលើដីជាក់ស្ដែងស្របតាមខ្លឹមសារនៃអនុស្រណៈនៃការយោគយល់គ្នា MOU ឆ្នាំ2000ស្របតាមបែបបទការងារ TOR ឆ្នាំ2003និងស្របតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំ JBC នាពេលកន្លងមកព្រមទាំងអនុវត្តតាមបែបបទណែនាំបច្ចេកទេស Technical Instruction ដែលភាគីទាំងពីរបានឯកភាពគ្នាគោលដៅនៃការវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្នមិនមែនដើម្បីគណនាអំពីការចំណេញឬខាតនោះទេប៉ុន្តែគោលដៅចម្បងគឺដើម្បីកំណត់នៅការខ័ណ្ឌសីមានៅលើដីជាក់ស្ដែងដែលបញ្ជាក់អំពីខ្សែព្រំដែនមួយដែលត្រឹមត្រូវនិងច្បាស់លាស់រវាងប្រទេសកម្ពុជានិងថៃដោយផ្អែកលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំងនិងច្បាប់អន្តរជាតិក្រោយពីការវាស់វែងបានបញ្ចប់ក្រុមការងារចម្រុះនៃប្រទេសទាំងពីរនឹងពិនិត្យមើលលើការកាន់កាប់ជាក់ស្ដែងរបស់ប្រជាពលរដ្ឋទាំងសងខាងប្រៀបធៀបជាមួយនឹងបង្គោលព្រំដែនបណ្ដោះអាសន្នដើម្បីពិភាក្សាគ្នារកដំណោះស្រាយមួយដែលភាគីទាំងពីរអាចទទួលយកបានស្របតាមគោលការណ៍គោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីទៅវិញទៅមកខ្ញុំធ្លាប់បានបញ្ជាក់ជូនបងប្អូនជនរួមជាតិម្ដងរួចហើយអំពីការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការស្វែងរកដំណោះស្រាយមួយដែលត្រឹមត្រូវសម្រាប់រយៈពេលវែងនិងជួយឲ្យបញ្ហាដូចដែលបានកើតឡើងនៅភូមិជោគជ័យនិងព្រៃច័ន្ទអាចដោះស្រាយបញ្ចប់បានហើយប្រជាពលរដ្ឋអាចរស់នៅប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតីឡើងវិញបានជៀសវាងអូសបន្លាយបញ្ហាឲ្យបន្តនៅរ៉ាំរ៉ៃរយៈពេលវែងទៅមុខដំណោះស្រាយបែបនេះគឺมันអាចសម្រេចបានតាមរយៈការប្រើប្រាស់មធ្យោបាយហិង្សាឬតាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធនោះទេផ្ទុយទៅវិញមានតែការដោះស្រាយដោយសន្តិវិធីស្របតាមសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរកម្ពុជានិងថៃទើបធានាបាននៅលទ្ធផលដូចចង់បានខាងលើ